នភាពតម្លៃទីផ្សារមាសនៅកម្ពុជាក្រោយមានការផ្ទុះអាវុធនៅតំបន់មជ្ឈិមបូព៌ាតម្លៃទីផ្សារមាសនៅកម្ពុជាបានងើបឡើងភ្លាមៗក្រោយពីអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី28ខែកុម្ភៈឆ្នាំ2026យោងតាមតម្លៃទីផ្សារមាសនៅក្នុងស្រុកបានឲ្យដឹងថាមាសបានឡើងថ្លៃពី$639កាលពីថ្ងៃទី28កុម្ភៈដល់$662ក្នុងមួយជីកាលពីថ្ងៃទី1មីនាពោលគឺឡើងថ្លៃចំនួន$23នៅក្នុងមួយជីក្នុងរយៈពេល1ថ្ងៃអ្នកជំនាញទីផ្សារមាសនៅក្នុងស្រុកបានលើកឡើងថាការផ្ទុះអាវុធនៅតំបន់មជ្ឈិមបូព៌ាគឺជាកត្តាសំខាន់ដែលជំរុញឲ្យតម្លៃមាសប្រែប្រួលហើយមាសមានទីផ្សារដោយសារតែមាសជាទ្រព្យសុវត្ថិភាពយ៉ាងណាក៏ដោយលោកសេកថេរុំអ្នកជំនាញជួញដូរហាងឆេងមាសនិងរូបិយប័ណ្ណអន្តរជាតិបានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថាហានិភ័យនៃតម្លៃមាសដែលអាចធ្លាក់ចុះមកវិញភ្លាមៗផងដែរប្រសិនបើសញ្ញានៃការចរចាសន្តិភាពលេចរូបរាងឡើងនៅព្រឹកថ្ងៃទី2មីនានេះស្រាប់តែតម្លៃទីផ្សារមាសនៅក្នុងស្រុកបានធ្លាក់ចុះពី$662ក្នុងមួយជីកាលពីថ្ងៃទី1មីនាមកនៅត្រឹម$653ពោលគឺទីផ្សារមាសនៅក្នុងស្រុកបានធ្លាក់ថ្លៃចំនួន$9ក្នុងមួយជីវិញការទម្លាក់តម្លៃមាសនេះហាក់ស្របពេលគ្នានឹងការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីចេញពីបទសម្ភាសន៍មួយរបស់ទស្សនាវដ្តីអាមេរិក Alan Tisch ជាមួយនឹងប្រធានាធិបតីអាមេរិកកាលពីថ្ងៃអាទិត្យទី1ខែមីនាឆ្នាំ2026ដែលលោក Donald Trump បានលើកឡើងថាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ចង់ចរចាជាមួយរូបលោកហើយលោកក៏បានយល់ព្រមដែរបន្ថែមពីនេះទៀតលោក Trump បានព្យាករណ៍ថាប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់អាចនឹងចាយពេល4សប្តាហ៍ឬអាចតិចជាងនេះបើយោងទៅតាមខ្លឹមសារនៅក្នុងបទសម្ភាសន៍របស់សារព័ត៌មានអង់គ្លេស Daily Mail ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យទី1ខែមីនាឆ្នាំ2026សូមរំលឹកថាតម្លៃមាសធ្លាប់បានកើនឡើងដល់អត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងតម្លៃប្រមាណជិត$5,600ក្នុងមួយអោនកាលពីចុងខែមករាឆ្នាំ2026ជំវិញភាពតានតឹងបញ្ហាកោះ Greenland ពន្ធគយអាមេរិកនិងភាពរឹងមាំនៃតម្រូវការធនាគារកណ្ដាលប៉ុន្តែតម្លៃមាសនេះបានធ្លាក់ចុះមកវិញក្រោម$5,000ក្នុងមួយអោនក្រោយពីភាពតានតឹងបានស្រកស្រានហើយមាសក៏ចាប់ផ្ដើមងើបឡើងវិញជាបណ្ដាលខណៈមានភាពតានតឹងនៅអ៊ីរ៉ង់និងបន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលចាប់ផ្ដើមបើកការវាយប្រហារទៅអ៊ីរ៉ង់ជាផ្លូវការភ្លាមៗនៅថ្ងៃសៅរ៍